តើអ្នកពឹងផ្អែកទៅលើថ្នាំឬអាហារបំប៉ននៅពេលដែលអ្នកមានអារម្មណ៍មិនស្រួលខ្លួនមែនទេលំហាត់ប្រាណគឺជាវិធីដ៏ល្អបំផុតដើម្បីគ្រប់គ្រងសុខភាពរបស់អ្នកមនុស្សជាច្រើនមើលរំលងសារៈសំខាន់នៃការហាត់ប្រាណលំហាត់ប្រាណពង្រឹងសុខភាពទាំងផ្លូវចិត្តនិងផ្លូវកាយលំហាត់ប្រាណការពារពីជំងឺនិងកាត់បន្ថយភាពតានតឹងមនុស្សពេញវ័យគួរដើរពន្លឿនយ៉ាងហោចណាស់150នាទីក្នុងមួយសប្តាហ៍ឬសកម្មភាពបញ្ចេញថាមពលយ៉ាងហោចណាស់75នាទីក្នុងមួយសប្តាហ៍ចុះពីឡានក្រុងឬរថភ្លើងមួយចំណត់មុនរួចដើរទៅកាន់ទីតាំងការដើរជណ្ដើរជើងជួយអ្នកឲ្យដើរបានច្រើនក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកដើម្បីឲ្យកាន់តែមានសុខភាពល្អសូមសាកល្បងលំហាត់ប្រាណបេះដូងផ្សេងៗដូចជារត់ជិះកង់និងហែលទឹករយៈពេល150ទៅ300នាទីក្នុងមួយសប្តាហ៍បន្ថែមការហ្វឹកហាត់កម្លាំង2ថ្ងៃឬច្រើនថ្ងៃក្នុងមួយសប្តាហ៍វាក៏ជួយផងដែរហាត់ប្រាណជាប្រចាំរៀងរាល់សប្តាហ៍ចាប់ផ្ដើមពីលំហាត់ប្រាណស្រាលៗជាមួយនឹងចលនាតិចតួចបន្ទាប់មកបង្កើនភាពញឹកញាប់កម្រិតពិបាកនិងរយៈពេលនៃលំហាត់ប្រាណបន្តិចម្ដងត្រូវប្រាកដថាកម្ដៅសាច់ដុំមុនពេលហាត់ប្រាណនិងធ្វើការសម្រួលចលនាក្រោយពេលហាត់ប្រាណធ្វើបែបនេះជួយការពារពីការរងរបួសអំឡុងពេលហាត់ប្រាណស្លៀកសម្លៀកបំពាក់និងស្បែកជើងដែលមានផាសុកភាពត្រូវប្រាកដថាអ្នកញ៉ាំទឹកគ្រប់គ្រាន់ជាពិសេសនៅពេលសីតុណ្ហភាពក្តៅប្រសិនបើអ្នកមានអារម្មណ៍អស់កម្លាំងពេលហាត់ប្រាណសូមសម្រាកមួយភ្លែតនៅពេលដែលអ្នកហាត់ប្រាណច្រើនពេកវាអាចប៉ះពាល់ដល់រាងកាយរបស់អ្នកនិងបណ្ដាលឲ្យមានរបួសឈប់ហាត់ប្រាណភ្លាមប្រសិនបើអ្នកមានអារម្មណ៍ថាមិនស្រួលខ្លួនប្រសិនបើវានៅតែបន្តសូមពិគ្រោះជាមួយគ្រូពេទ្យនៅពេលដែលអ្នកមានអារម្មណ៍អស់កម្លាំងខ្លាំងសូមរំលងការហាត់ប្រាណប្រើកម្លាំងហើយគ្រាន់តែធ្វើលំហាត់ប្រាណពត់ពែនខ្លួនបានហើយការពត់ពែនជួយបំបាត់ការឈឺចាប់និងបន្ធូរសាច់ដុំការពារសុខភាពរបស់អ្នកដោយការហាត់ប្រាណជាប្រចាំ